ថ្ងៃនេះមកលេងចង្ការជាមួយប្រពន្ធរបស់ខ្ញុំនៅឯខេត្តបាត់ដំបងបងប្អូនហើយក៏ជួនអីក្លៀនបុកទឹកគ្រឿងលក់អ្នកបាត់ដំបងគេល្បីខ្លាំងណាស់ហើយឲ្យប្រពន្ធមករកបេះលក់បេះអីបងប្អូននេះអត់ខ្វះទេនៅចង្ការម្ដាយក្មេករបស់ខ្ញុំឥឡូវយើងចាប់បានបេះត្រួយននងបងប្អូនភ្លៀងមួយមេធំនៅចង្ការព្រៃភ្នំហ្នឹងសម្បូរភ្លៀងញឹកញាប់បងប្អូនអត់ដូចយើងនៅខេត្តទេអត់សូវមានភ្លៀងទេឥឡូវនេះយើងបានត្រួយននងត្រួយបាសបងប្អូនអើយនិយាយពីបន្លែអត់ខ្វះទេស្អីក៏មានដែរមកប្រពន្ធខ្ញុំគាត់ឃើញគាត់ខ្វាកគាត់ស្លាក់បាសហើយនៅក្បែរខាងក្រោយផ្ទះហ្នឹងក៏មានទឹកទឹកជ្រោះណាបងប្អូនទឹកនេះគឺខួបប្រាំងខួបភាសាអត់ចេះខ្វះទេទឹកគឺហូររ៉ែអញ្ចឹងរហូតហើយមានត្រីមានអីច្រើនឥឡូវនេះគឺបរិយាកាសគឺល្អណាស់បងប្អូនមករកជីកទំពាំងបងប្អូនព្រោះនៅតាមមាត់អូរហ្នឹងសម្បូរទំពាំងណាឥឡូវនេះប្រពន្ធខ្ញុំគាត់បញ្ចេញធ្វើដៃកម្មទំពាំងម្ដងអត់ខ្វះទេបងប្អូននៅតាមមាត់ទឹកអញ្ចឹងទៅរស័យអីវានៅតែល្អរហូតហើយច្រើនណាស់បងប្អូននៅក្បែរហ្នឹងបាទប្រពន្ធខ្ញុំក៏ស្រឡាញ់នៅក្នុងនឹងមួយឥឡូវគាត់គោះបានដូចចិត្តរបស់គាត់មែនអូធ្វើមកឥឡូវរៀងធ្ងន់ហើយបងប្អូនមានទំពាំងផងអីផងឥឡូវយើងចេញទៅខាងក្រៅវិញចេញពីមាត់អូឥឡូវចូលមកដល់អានេះបេះផ្កាអីគេនេះគេធ្វើលក់នេះខ្ញុំដូចអត់ស្គាល់បងប្អូនណាស្គាល់ជួយខមមិននៅខាងក្រោមផងនេះខ្ញុំវាផ្លេចគេធ្លាប់ប្រាប់ម្ដងពីរដែរប៉ុន្តែអត់ចាំអានលក់អីគេហ្នឹងឥឡូវបានលក់ហ្នឹងហើយមកបេះត្រួយស្អំម្ដងបងប្អូនស្អំហ្នឹងក៏កើតទៀតនៅតាមព្រំដីបងប្អូនគ្រាន់កាច់ទៅដោះកាប់ញាត់ដូចយើងដាំដលងមីដលងអីចឹងហើយវាដោះមកស៊ុបទ្រុបបងប្អូនអើយនេះអត់ខ្វះទេលក់ឥឡូវយើងមកបេះផ្លែមរំត្រួយមរំម្ដងបងប្អូននៅក្បែរផ្ទះហ្នឹងឯងត្រួយមរំច្រើនណាស់ហើយមើលសកានេះមើលអីបងប្អូនខែប្រាំងមែនប៉ុន្តែយើងចេះទឹកបន្តិចទៅគឺវានៅតែល្អបន្លែដំណាំនៅធម្មជាតិសុទ្ធបងប្អូនអត់មានបាញ់ថ្នាំបាញ់អីទេណាហ្នឹងហើយឥឡូវធ្លាក់តាមផ្លូវព្រីព្រុបងប្អូនឥឡូវនេះមករកត្រប់យោងហើយនឹងបេះម្ទេសបេះអីឥឡូវបងប្អូនហើយត្រួយម្ទេសត្រួយអីហ្នឹងក៏សម្បូរទៀតឥឡូវយើងបានបន្លែច្រើនហើយឥឡូវនេះរៀបចំបាយទឹកបងប្អូនមកដល់ពីខេត្តវិញមកដល់ដាំបាយនៅចង្ការធ្វើទឹកគ្រឿងវាពីឃើញហើយស្រក់ទឹកមកដល់បងប្អូនញ៉ាំបាយមានទំពាំងមានបន្លែស្រស់គ្រប់មុខបងប្អូន